មានបាត់វិភាគមួយបានវិភាគថាសៀមបង្កើតលេសដ្រូនចង់កិច្ចវេះមិនចូលប្រជុំការងារវាស់វែងខណ្ឌសីមានៅដើមខែមករាឆ្នាំ2026នេះទេនិងក៏មិនចង់ដោះលែងទាហានទាំង18នាក់នោះដែរមេកងទ័ពថៃបានបំពងសម្លេងតាមកាសែតសៀមថាដ្រូន250គ្រឿងរបស់កម្ពុជាហោះចូលទឹកដីថៃនៅថ្ងៃទី28ធ្នូតែថ្ងៃដែលថៃថាដ្រូនហោះចូលនេះមិនបានផ្សាយនោះទេគឺមកផ្សាយនៅថ្ងៃទី29ធ្នូជាថ្ងៃដែលកម្ពុជាផ្សាយដំណឹងពីការដោះលែងទាហានទាំង18នាក់និងផែនការប្រជុំបោះបង្គោលព្រំដែនជាមួយគ្នានេះក៏មានព័ត៌មានពីការជន់មីនផងដែរជាទម្លាប់ថៃនៅពេលមើលដឹងថាស្ថានភាពកម្ពុជាមានព្រៀបពួកគេតែងតែក្រឡុកស្ថានភាពមិនអោយដំណើរការរលូននោះឡើយដើម្បីដាក់សម្ពាធមកលើកម្ពុជាសូមបញ្ជាក់ផងដែរថាការវាស់វែងបោះបង្គោលព្រំដែនដែលក្រុងធ្វើឡើងនៅដើមខែមករាឆ្នាំ2026គឺមានប្រសិទ្ធភាពសម្រាប់កម្ពុជាក្នុងការបណ្ដេញទាហានថៃចេញពីការរំលោភបំពានទឹកដីតាមយន្តការស្របច្បាប់យើងដឹងហើយថាយោធាសៀមសម្រុកໄວដើម្បីឈរជើងនៅពេលប្រកាសបទជបាញ់27ធ្នូដែលកំណត់ថាអ្នកណានៅកន្លែងណាត្រូវនៅកន្លែងនោះហាមរុកចូលបន្ថែមត្រង់ចំណុចនេះសៀមចំណេញព្រោះបានកាន់កាប់តំបន់មួយចំនួនដែលពួកគេយល់ដោយខ្លួនឯងថាជាទឹកដីរបស់ពួកគេប៉ុន្តែខ្មែរក៏ឆ្លាតក្រោយបទឈប់បាញ់ភ្លាមក៏ផ្ញើកំណត់ទូតអញ្ជើញសៀមចូលរួមប្រជុំ JBC ដើម្បីបន្តវាស់វែងបោះបង្គោលព្រំដែនការបោះវែងនឹងឃើញច្បាស់ថាទាហានថៃរំលោភបំពានចូលទឹកដីខ្មែរហើយបន្តយន្តការផ្លូវច្បាប់អន្តរជាតិនិងរុញយោធាសៀមឲ្យត្រឡប់ទៅវិញដោយមិនចាំបាច់ច្បាំងយន្តការឈ្នះដោយឡែកតាក់ទងនឹងដ្រូនក្រសួងការពារជាតិកម្ពុជាបានទាត់ចោលដោយអះអាងថាមិនមែនជាការពិតនោះឡើយថ្មីក្តៅបងប្អូនលោកសីហសៈភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថានៅថ្ងៃអង្គារនេះបទឈប់បាញ់រវាងប្រទេសថៃនិងកម្ពុជានៅតែមានភាពផុយស្រួយហើយលោកបានប្រមានដល់ថ្នាក់ដឹកនាំកម្ពុជាកុំឲ្យធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់នេះតាមរយៈសម្ដីនិងសកម្មភាពញុះញង់ផ្សេងលោកក៏បានបន្តទៀតដែរថាការបង្ហោះដ្រូនរបស់កម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងសម្ដេចហ៊ុនសែនដែលបង្កឲ្យមានការភ័ន្តច្រឡំនិងភាពវឹកវរអាចនឹងធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ដែលកំពុងមានភាពផុយស្រួយស្រាប់នេះមុនពេលនេះដែរអ្នកនាំពាក្យក្រសួងការពារជាតិបានចេញច្រានចោលនៅការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាបានបង្ហោះដ្រូនចំនួន250ចូលទឹកដីប្រទេសថៃនោះពុំមែនជាការពិតនោះទេដូច្នេះកុំបំពងព័ត៌មានបំភ្លៃព័ត៌មានឲ្យមានបញ្ហាកាន់តែធំឡើងឲ្យសោះ